នាវាទេសចរ Seaborne and Core នាំភ្ញៀវទេសចរអន្តរជាតិចំនួនជាង500នាក់មកកម្សាន្តនៅកម្ពុជាជាលើកទី3នៅព្រឹកថ្ងៃអង្គារទី24ខែកុម្ភៈឆ្នាំ2026នាវាទេសចរ Seaborne and Core សញ្ជាតិបាហាម៉ាស់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយនាំយកភ្ញៀវទេសចរអន្តរជាតិប្រមាណជា529នាក់ស្រី271នាក់មាន23សញ្ជាតិក្នុងនោះភ្ញៀវសញ្ជាតិអាមេរិកមានចំនួន261នាក់ស្រី132នាក់មាននាវិក415នាក់ស្រី88នាក់មាន43សញ្ជាតិយោងតាមការកត់ត្រារបស់អង្គភាពជំនាញបានឲ្យដឹងថានាវាទេសចរនេះបាននាំយកនៅភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជាបានចំនួន3លើកមកហើយគិតត្រឹមដើមឆ្នាំ2026នេះការចូលចតរបស់នាវាទេសចរ Seaborne and Core ជាលើកទី3នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីភាពរីកចម្រើននៃវិស័យទេសចរសន្តិសុខសុវត្ថិភាពនិងសក្តានុពលរបស់ប្រទេសកម្ពុជាក្នុងនាមជាគោលដៅទេសចរសំខាន់ដែលមានភាពទាក់ទាញពីបណ្ដាប្រទេសជុំវិញពិភពលោកទោះបីការមកកម្សាន្តមានរយៈពេលខ្លីក៏ដោយក្នុងឱកាសនៃការធ្វើបដិសណ្ឋារកិច្ចក៏មានការចូលរួមពីលោកស្រីអនុប្រធានមន្ត្រីទេសចរខេត្តព្រះសីហនុលោកស្រីអភិបាលរងក្រុងស្រុកនិងលោកស្រីប្រធានតំណាងអង្គភាពជំនាញពាក់ព័ន្ធក៏បានអញ្ជើញចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្ដៅភ្ញៀវទេសចរអន្តរជាតិត្រូវបានបំពាក់ក្រមាជូនទុកជាអនុស្សាវរីយ៍និងដើម្បីបង្ហាញពីការអធ្យាស្រ័យវប្បធម៌ដ៏ល្អប្រសើរនិងបានទស្សនាការសម្ដែងរបាំជូនពរនិងការថតរូបផងដែរសកម្មភាពទាំងអស់នេះគឺជាការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរតាមរយៈភ្ញៀវទេសចរអន្តរជាតិទៅកាន់ពិភពលោកទន្ទឹមនឹងនេះមន្ទីរទេសចរខេត្តព្រះសីហនុបានរៀបចំមន្ត្រីជំនាញនៅទីតាំងមួយចំនួនដើម្បីផ្តល់ព័ត៌មានទេសចរជូនដល់ភ្ញៀវនិងជួយសម្រួលដល់ការធ្វើដំណើរកម្សាន្តទៅកាន់បណ្ដារមណីយដ្ឋានទេសចរសំខាន់ៗនៅក្នុងខេត្តរួមមានដូចជាតាមបណ្ដាវត្តអារាមទីផ្សាររូបសំណាកសួនច្បារឆ្នេរសមុទ្រសាលារៀនជាដើមក្រៅពីការភ្ញៀវមកកម្សាន្តនៅក្រុងស្រុកនៃខេត្តព្រះសីហនុនាវាទេសចរ Seaborne and Core ក៏បានសម្របសម្រួលភ្ញៀវមកពីសៀមរាបចេញដំណើរតាមនាវាចំនួន37នាក់ស្រី18នាក់មាន6សញ្ជាតិសូមជម្រាបជូនផងដែរថានាវាទេសចរនេះមានប្រវែងបណ្ដោយ210.50ម៉ែត្រទទឹង28ម៉ែត្រនិងជម្រៅទឹក6ម៉ែត្របានធ្វើដំណើរមកពីប្រទេសវៀតណាមជួលមកប្រទេសកម្ពុជាវេលាម៉ោង 7:00 នាទីព្រឹកនិងបន្តទៅកាន់ប្រទេសថៃនៅវេលាម៉ោង 20:00 នាទីយប់ថ្ងៃដដែល